ទឹកដោះឃ្មុំតើបានមកពីណាមានបងបងគាត់សួរថាទឹកដោះឃ្មុំហ្នឹងតើយើងច្បាប់ចេញពីកូនឃ្មុំមែនចាអត់ទេណាបងបងអញ្ចឹងសម្រាប់បច្ចេកទេសនៃការយកទឹកដោះឃ្មុំចាដូចបងបងឃើញក្នុងរូបភាពអីចឹងចាគឺយើងដាក់ជាបង្កងចាហើយយើងឲ្យឃ្មុំដែលវានៅក្នុងបង្កងនោះគឺផលិតតែទឹកដោះឃ្មុំតែប៉ុណ្ណោះអញ្ចឹងសម្រាប់ទឹកដោះឃ្មុំចាតម្រាំតែបានទឹកដោះឃ្មុំជូនបងបងមួយកែវណាចាគឺយើងត្រូវការចាឆ្កឹះឆ្កៀលអាកូនឃ្មុំនៅខាងលើរុននឹងចេញហើយបានយើងចាធ្វើការដួសយកទឹកដោះអញ្ចឹងបច្ចេកទេសនៃការយកទឹកដោះឃ្មុំគឺយើងយកបែបនេះបងបងហើយសម្រាប់ទឹកដោះឃ្មុំគឺយើងយកថ្មីតែម្ដងចាគ្រាន់តែយកទឹកដោះឃ្មុំហើយគឺយើងត្រូវការចាយើងដាក់វាចូលកែវហើយដាក់នៅទូទឹកកកឬក៏ដាក់នៅធុងទឹកកកត្រជាក់អញ្ចឹងណាបងអញ្ចឹងសម្រាប់ទឹកដោះឃ្មុំវាពិតជាមានអត្ថប្រយោជន៍ហ្នឹងគឺច្រើនខ្លាំងមែនទែនសម្រាប់សុខភាពរាងកាយរបស់បងហើយសម្រាប់អ្នកដែលគាត់អត់ដែលបានញ៉ាំអត់ដែលបានដឹងអំពីអត្ថប្រយោជន៍តើតែបងសាក់បងយកទៅញ៉ាំសិនអញ្ចឹងសម្រាប់ទឹកដោះឃ្មុំចាក្នុងមួយកែវគឺយើងប្រើពេលចាប្រមូលផលតម្រាំតែបានគឺយូរមែនទែនអញ្ចឹងសម្រាប់បងដែលគាត់ចង់បានឥឡូវនេះគឺយើងមានលក់ចាបងអាចធ្វើការកម្មង់បានរៀងរាល់ការកម្មង់ជួនកាលក៏មានការរងចាំចន្លោះពី5ថ្ងៃទៅ1សប្តាហ៍អញ្ចឹងសម្រាប់បងដែលគាត់ចង់បានគឺអាចដាក់ការកម្មង់បានយកពីកែវឡើងទៅគឺខ្ញុំហ្វ្រីសេវាដឹកជូនអរគុណច្រើន